Bah, sustai primaទាំងអស់គ្នាស្វាគមន៍មកស្ដាប់កម្មវិធីខ្ញុំបាទហើយថ្ងៃនេះខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងតាចាធ្វើអំពើបាទហើយយើងដឹងថាកុំថាតាចាសំបីលោកក៏ធ្វើអំពើដូចគ្នានឹងហើយតាចាក៏តែងតែសុញទឹកមើលនេះមើលនោះហើយអញ្ចឹងគាត់ប៉ះពាល់គេបាទហើយយើងអត់ដល់គេធ្វើវាត្រូវហើយគាត់អត់អាចមើលអំពើចិត្តនឹងទេក៏ទៅឆ្ងាយចេញពីភូមិស្រុកទៅក៏ទៅហ្នឹងគឺទៅតំបន់បងប្អូនភូមិភាគជនជាតិភាគតិចបាទហើយអាចនិយាយថាផ្ទះខាងបងប្អូនភូមិភាគជនជាតិភាគតិចហ្នឹងគឺផ្ទះគាត់ដាច់គ្នាបាទអត់ដល់ចិត្តគ្នាទេហើយអំឡុងដែលគាត់ទៅមើលហ្នឹងអាចនិយាយថាសាច់រឿងនេះគឺតាក់ទងឆ្នាំហ្នឹងអាចយូរឲ្យចូល2010បាទហើយសម័យកាលហ្នឹងគឺព្រៃមែនទែនហើយក៏ទៅហ្នឹងគឺផ្ទះហ្នឹងអាចនិយាយថា2ខ្នងហើយ2ខ្នងហ្នឹងគឺខាងក្រោយមានពីង2ហើយគេធ្វើតសម្រាប់ដាក់ទឹកទៅហើយគាត់ទៅថ្ងៃដំបូងគឺគាត់ទៅដល់គឺល្ងាចហើយគាត់សម្រាកបាទតែលោកគ្រូគាត់ផ្ដាំបញ្ញាដែរថាយកប្រឡប់ម៉ោង10 10ដេកទៅកុំដើរផ្ដេសផ្ដាស់តែយើងក៏មិនសូវសង្ស័យណាព្រោះយើងមកឆ្ងាយយើងគេនិយាយយើងក៏លោកបារម្ភពីយើងតែគេនិយាយហ្នឹងគឺមានន័យផ្សេងឪពុកគាត់ដោយសារត្រូវអំពើផងហើយគាត់អស់កម្លាំងផងមកពីឆ្ងាយផងអញ្ចឹងគាត់សម្រាកដេកទៅនិយាយថាដេកដូចខ្មោចងាប់ណាហើយនៅកូនគាត់នៅមើលថែទៅក៏លោចុកដៃចុកជើងគូឲ្យទៅអញ្ចឹងគាត់ឈឺបាត់ជើងតូចឈឺបាត់ជើងធំអីហ្នឹងគាត់ដើរទៅក្រោយហ្នឹងគឺអាចនិយាយថាទៅបាត់ជើងហើយមកវិញគាត់ឃើញកំពុងតែថាស្មានតែឆ្កែកំពុងតែលិតជើងឪពុកគាត់អញ្ចឹងគាត់រត់មកដល់គៀកហ្នឹងគាត់ដេញតែសភាពដែលគាត់ឃើញនោះគឺគោហ្នឹងគឺប៉ិនឆ្កែបាទហើយហក់ផ្លោតចុះឡើងលើតបោផ្ទះបាត់អញ្ចឹងគាត់អាចនិយាយថាលើកទី1របស់គាត់អត់ដឹងថានោះគឺអីគេបាទចូលថ្ងៃទី2បាទលោកគ្រូគាត់បាទដោះអំពើរៀបចំអីយ៉ាងទៅបាទកម្មវិធីទៅតែចូលយប់ទី2មកដល់គឺសាច់គោហ្នឹងគឺចុះមកម្ដងទៀតហើយគាត់នាមជាកូនណាគាត់ដឹងតែរឿងហ្នឹងគាត់ត្រូវតាមមើលបាទតែមកម្ដងនេះគឺអត់លិតជើងទេមកលិតមុខលិតមាត់បាទអញ្ចឹងគាត់អាចនិយាយថាឪពុកចេះកូនមិនមែនថាអត់ចេះទេបាទគាត់គឺគេហៅថាគុំសនំណាអញ្ចឹងគាត់មានខ្នាយតាន់បាទគាត់យកដៃគាត់ហ្នឹងសូត្រហើយគាត់យកខ្នាយតាន់ហ្នឹងរុំនឹងដៃហើយគាត់វាយកូននឹងមកដៃចំកណ្ដាលក្បាលមកមានអីគោហ្នឹងគឺអញនិយាយថាដួលណាដួលហើយគាត់រកបន្ថែមទៀតប៉ុន្តែគោហ្នឹងគឺរត់ឡើងទៅលើវិញតែប្លែកចម្លែកត្រង់ថានៅពេលដែលគាត់វាយម្ដាយនេះគឺលោកគ្រូដេកនៅលើផ្ទះស្រែកថាអូយវាចម្លែកណាហ្នឹងហើយអានេះអាចនិយាយថាសម្រាប់ខ្ញុំវាចម្លែកវាយគោទេតែមនុស្សលោកគ្រូនៅលើផ្ទះនោះស្រែកអូយចឹងហើយអាចនិយាយថាគាត់ក៏សម្រាកទៅព្រលឹមឡើងគាត់ឃើញលោកគ្រូសភាពដូចរៀងទត់ត្រូនណាហើយគាត់ក៏និយាយថាលោកគ្រូឯងដោះអំពើទៅកុំចេះស៊ីមនុស្សប្រយ័ត្នខ្ញុំវាយងាប់ទាំងគោវាយងាប់ទាំងមនុស្សអញ្ចឹងលោកគ្រូហ្នឹងគាត់ដឹងគាត់ថាម៉េចឯងដឹងថាអញចាំគោមិនដឹងមិនបើខ្ញុំឃើញ2ថ្ងៃហើយខ្ញុំចាំវាយខ្លាចតែស៊ីឲ្យខ្ញុំបើស៊ីឲ្យខ្ញុំអត់ទុកទេអាចនិយាយថាលោកគ្រូនេះគាត់មើលផងគាត់ស៊ីមនុស្សផង
បាទរបស់ហ្នឹងគឺអាចនិយាយថាអ្នកដែលឈឺឬក៏រិស័យស្រុតគឺរបស់ហ្នឹងអាចស៊ីបានបាទខ្ញុំលើកឧទាហរណ៍ថាយេដូចជាប្រទាលគោឬក៏អាបគេខ្វេះពោះយើងអាហ្នឹងផ្លូវងឹតណាគេខ្វេះគ្រឿងក្នុងយើងតែសភាពគេនឹងកំពុងតែស៊ីយើងឃើញទៅរូបភាពគេស៊ីគឺពោះវៀនបតាំងមែនតែយើងមើលពោះយើងគឺអត់ដាច់អត់អលាត់ទេតែយើងចុកមែនតើចុករហូតដល់ស្លាប់តែបើអ្នកញៀនក្នុងហ្មងណាគេមើលដឹងថាគ្រឿងក្នុងរបស់យើងត្រូវអាបឬក៏ប្រទាលឬក៏អីផ្សេងស៊ីបាត់ហើយសូមបញ្ជាក់បងប្អូនផ្នែកផ្ទាល់យើងមើលអត់ឃើញទេដូចជារឿងគាត់ចឹងហើយគាត់គឺអាចនិយាយថាគាត់គុំសនំបាទគុំសនំខ្លាំងបងប្អូនបើរៀនថែមទៀតអាហ្នឹងគេហៅថាចូលកាប់មុតដុតឆេះបាញ់ទុះហើយហ្នឹងហើយបាទតែគាត់អត់រៀនទៀតទេណាគាត់ធំគុំសនំសូមបញ្ជាក់បងប្អូនបាទអញ្ចឹងហើយលោកគ្រូគាត់ថាឥឡូវដកមកជំហានរៀងខ្លួនទៅហើយគាត់ក៏អាចនិយាយថាចរចាគ្នាណានិយាយវាយក្បាលឯខ្នងណាព្រោះដឹងថាគាត់អត់អាចឈ្នះកូនក្មេងជំនាន់ក្រោយទេបាទដោយសារមានចែកកាច់ណាហើយគាត់ចេះទៀតហើយគាត់គុំសនំហើយកាលណាបើធ្វើផ្លូវក្នុងលុះត្រាតែអានេះខ្ញុំអត់ដឹងដែរលុះត្រាយ៉ាងម៉េចអត់ដឹងប៉ុន្តែគាត់ថាអាចនិយាយថាគាត់អត់អាចឈ្នះបាទអញ្ចឹងក៏ដកអ្នកមកចំហៀនទៅបាទរហូតដល់គាត់មើលថែឪពុករបស់គាត់នេះរហូតដល់ជាសះស្បើយហ្នឹងហើយអញ្ចឹងបានគាត់ត្រឡប់មកវិញហើយគាត់ក៏និយាយបញ្ជាក់ប្រាប់ខ្ញុំថាគ្រូកន្លែងណាក៏ដោយមិនថាគ្រូស្នេហ៍ឬក៏គ្រូទាយអីហ្នឹងបាទគាត់ថាមានល្អមានអាក្រក់ដូចគ្នាបាទមានថែមមានថយទៅបាទអញ្ចឹងគ្រូបញ្ចេញបញ្ចូលដូចអ្នករស់ស៊ីចឹងបងប្អូនបាទគាត់និយាយថាចឹងអញ្ចឹងបើទៅកន្លែងគ្រូសូមប្រុងប្រយ័ត្នមែនតើបើសិនអាចជិះវៀងយើងស្គាល់អ្នកដែលច្បាស់ទៅស្និទ្ធទៅបានយើងទៅហើយសូមបញ្ជាក់បងប្អូនថាគោនឹងមិនមែនជាគោបាទេគោបាហើយនឹងប្រទាគោខុសគ្នាខាងបងប្អូនជនជាតិអត់ចេះប្រើគោបាទេគាត់ប្រើប្រទាលឆ្កែហើយនឹងប្រទាគោបាទហើយទូចទេឧទាហរណ៍ថាប្រទាគោហុករៀងប៉ិនឆ្កែឯប្រទាឆ្កែហុករៀងប៉ិនឆ្មាតែរូបរាងជាឆ្មាអញ្ចឹងខ្ញុំសម្រាយឲ្យអស់ហ្មងទៅប្រទាឧទាហរណ៍ថាប្រទាឆ្កែគេប្រើប្រាស់សម្រាប់យាមផ្ទះយាមចកាបាទឧទាហរណ៍ថាអ្នកណាមកអញ្ចឹងគឺប្រាប់ថាអូគេមកហើយតែបើម្ចាស់ញៀនហ្នឹងប្រាប់ថាកុំធ្វើអីគេអញ្ចឹងប្រទាលហ្នឹងគឺអត់ធ្វើអីទេតែបើម្ចាស់ថាឲ្យខំឬក៏ជុលអញ្ចឹងប្រទាលហ្នឹងនឹងស្ដាប់ប្រកបតែមានរឿងមួយគោបាបើមានបញ្ហាគឺម្ចាស់អត់អាចថាស្លាប់ទេបាទរបួសធ្ងន់អីចឹងទៅតែបើប្រទាលនេះគឺឈាមតែមួយបាទអាចនិយាយថាបើប្រទាលស្លាប់ម្ចាស់ក៏ស្លាប់ដូចគ្នាអញ្ចឹងប្រទាលក៏អាចនិយាយថាវាមានចំណុចសំខាន់របស់វាដែរឧទាហរណ៍វាមានរឿងមួយបាទនៅអាចនិយាយថាខ្ញុំនៅតូចណាការចំណន់ហ្នឹងឪពុកខ្ញុំគាត់ជាចោះហើយតាហ្នឹងគាត់អាចនិយាយថាគាត់ដាំដំណាំមានទាំងខ្នោមានទាំងសាម៉ៅមានទាំងត្រេតហើយក្បែរចការកសួរណាក្រុមហ៊ុនអញ្ចឹងកម្មករគាត់ឃើញគាត់ឃ្លានតែងតែចង់បានហើយអញ្ចឹងគាត់លួចហើយកាលណាលួចគាត់អត់សុំបាទបើដូចប៉ាខ្ញុំអីគាត់ទៅភាកច្រើនគាត់សុំផ្ទាល់ហ្មងទៅបាទឬក៏គិតលុយកាក់ទៅបាទដល់តែគ្នាកម្មករណាអញ្ចឹងក៏ចង់ហូបលួចអាចនិយាយថាគាត់តែគាត់លូកដៃឡើងលើដើមខ្នោគឺឡើងទៅជាប់មកជាប់ស្អិតដូចកាវអញ្ចឹងស្អិតជាងកាវទៀត
chẳng mà nè chọp pi nè tiết tao tiệt còn là bạc nia chọp to này pi nè tiệt chẳng cam mà có đại cả tham màu mà lá đó nè tầm bầy chui á nè cam mà có mà lá đó á phải ăn vào muối nè không mà tin pi nè nè tin là hốt mình tránh bay chỉ chọp chăng vào muối phải ăn vào muối nè thiệt chẳng về lang bầm bay nè bạn bầm bay nè nó cứ sắt đuôi nó cọp bịch chẳng bà sắt đuôi nó cọp bịch thơm mấy cả trình này chẳng cam mà có sinh tiết ban tầm mà cho mưa thế là hốt đó pa nhưng mà đó có thả nó ngày anh bà ẹt cho xong kì quát có tình trường mà tình trường tại đó tèo trường màu tư quát ở anh dễ chớn thế mạch sốt đấy thế mà đó có thả anh lên cái từ bán được là bọn nó cứ lên mà chắc mình tha thả phải cháu và tiếu cứ vì anh vậy tha chui cà pía thải xá hay nâng thơ kỳ bàn hay hướng nó cứ vì miền phần nâng bà vì anh vậy tha trồng lại đá bà và tiếu lắng chặt mình hư bàn hay anh vậy tha hướng nó cứ đo tiêu cho phải bóng bóng hay miền ấy cà phê đại đập ở con trai bóng bóng đại mà đập rừng không bà bye bye